សូមស្វាគមន៍មកកាន់កម្មវិធី Camp Talk Show ដែលជាកន្លែងចែករំលែកនូវគំនិតល្អៗនិងបំផុសគំនិតថ្មីៗហើយនេះគឺជាអេពីសូតទី5ដែលយើងនឹងធ្វើការពិភាក្សាលើប្រធានបទលក្ខណៈទាំង3របស់កូនផងដែរចាសជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូមិត្តសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់ផងដែរនាងខ្ញុំជាពុទ្ធធីវីគឺជាអ្នកសម្របសម្រួលក្នុងកម្មវិធីថ្ងៃនេះចាសកម្មវិធីថ្ងៃផងដែរយើងនឹងមានការចូលរួមពីយុវសិស្សមកពីកម្រិតថ្នាក់ទី4នៃភាសាខ្មែរដែលគាត់គឺជាសិស្សម្នាក់ដែលគោរពវិន័យបានល្អមានអរិយាប័ត្រល្អចំពោះអ្នកជុំវិញខ្លួនហើយក៏ជាសិស្សល្អផងដែរចាអញ្ចឹងសូមកុំឲ្យខាតពេលយូរសូមជួយនឹងភ្ញៀវកិត្តិយសរបស់យើងដូចតទៅចាសូមជម្រាបសួរបងចាជម្រាបសួរអូនតើអូនសុខសប្បាយចិត្តទេថ្ងៃនេះចាបងខ្ញុំសុខសប្បាយចិត្តធម្មតាទេចង់បងទៅចាបងក៏សុខសប្បាយចិត្តធម្មតាដែរតើថ្ងៃនេះអូនមានអារម្មណ៍ដូចម្តេចដែរដែលបានចូលរួមក្នុងកម្មវិធីរបស់ពួកយើងចាបងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តក៏ដូចជារំភើបដែលបានចូលរួមក្នុងកម្មវិធីរបស់សាលាចាបន្ទាប់ពីសំណាក់គ្នារួចបងក៏ចង់ឲ្យបងអូនណែនាំខ្លួនដល់ទស្សនិកជនឲ្យបានស្គាល់បងអូនជាមុនសិនចាសូមគោរពជំរាបសួរអ្នកខ្ញុំឈ្មោះរនតាន់មនីជាសិស្សថ្នាក់ទី4ផ្នែកភាសាខ្មែរនៃសាលារៀនអន្តរជាតិ Camp Talk សាខាទី4សូមអរគុណចាអរគុណមនីសម្រាប់ការណែនាំឈ្មោះអញ្ចឹងកុំឲ្យខាតពេលយូរបងសូមចូលទៅដល់ការសួរសំណួរតែម្ដងទៅណាចាចំពោះសំណួរទី1បងចង់សួរបងអូនថាតើបងអូនដឹងទេអ្វីជាបំណងប្រាថ្នាឬក៏បំណងរបស់ឪពុកម្ដាយដែលចង់ផ្ដល់ឲ្យកូនគ្រប់រូបចាសូមអរគុណសម្រាប់សំណួរបងខ្ញុំជឿថាលោកឪពុកអ្នកម្ដាយគ្រប់រូបតែមានបំណងប្រាថ្នាចង់ឲ្យកូនអ្នកដើរតាមគន្លងធម៌មានអាយុស្រ័យល្អជាទីស្រឡាញ់សម្រាប់អ្នកគ្រប់គ្នាហើយអាចជាសសរទ្រូងសម្រាប់ជួយដល់ប្រទេសជាតិនៅថ្ងៃអនាគតសូមអរគុណចាអរគុណបងសម្រាប់ការឆ្លើយសំណួរបានយ៉ាងល្អចាបងឃើញថាបងអូនពិតជាបានយល់ដឹងយ៉ាងជ្រាលជ្រៅពីចំណូលចិត្តរបស់ឪពុកម្ដាយទៅដល់កូនគ្រប់រូបតែប្រធានបទយើងបានលើកឡើងអំពីលក្ខណៈទាំង3របស់កូនចឹងតើបងអូនអាចរៀបរាប់អំពីលក្ខណៈទាំង3របស់កូនមានអ្វីខ្លះដែរចាសូមអរគុណបងសម្រាប់អ្វីដែលអ្នកគ្រូលោកគ្រូធ្លាប់បានបង្រៀនឲ្យខ្ញុំដឹងពីកូនមានបែងចែកជា3យ៉ាងគឺទី1មានឈ្មោះថាអតីតចិត្តបុត្រទី2មានឈ្មោះហៅថាអនុចិត្តបុត្រនិងទី3មានឈ្មោះថាអវចិត្តបុត្រសូមអរគុណចាអញ្ចឹងតើបងអូនអាចណែនាំក៏ដូចជាបញ្យល់អំពីអត្ថន័យនីមួយៗរបស់ឈ្មោះលក្ខណៈទាំង3របស់កូននេះបានទេចាសូមអរគុណបងសម្រាប់កូនដែលមានឈ្មោះថាអតីតចិត្តបុត្រគឺជាកូនដែលកើតមកដោយពោរពេញទៅដោយប្រាជ្ញាឆ្លៀសវាងវៃជាងឪពុកម្ដាយរបស់ខ្លួនឧទាហរណ៍ថាឪពុកម្ដាយគាត់ត្រឹមជាកសិករធម្មតាម្នាក់តែកូនរបស់គាត់អាចជាអ្នកដែលមានឋានៈឬក៏ទ្រព្យសម្បត្តិលើឪពុកម្ដាយខ្លួនឪពុកម្ដាយណាដែលមានអតីតចិត្តបុត្រមកចាប់កំណើតគឺពិតជាសំណាងខ្លាំងដោយសារជាកូនដែលមានចរិតនិស្ស័យអ្នកដែលមានទាំងគុណធម៌និងប្រាជ្ញាដែលអាចជួយលើកស្ទួយវង្សត្រកូលបានទៅរកភាពរុងរឿងអតីតចិត្តបុត្រគឺជាកូនដែលល្អប្រសើរចំណែកទី2គឺអនុចិត្តបុត្រគឺជាកូនដែលមានប្រាជ្ញាស្មើឪពុកម្ដាយខ្លួនឧទាហរណ៍ថាឪពុកម្ដាយគាត់មានការងារជាអ្នកជំនួញអញ្ចឹងកូនគាត់ក៏បន្តការធ្វើជំនួញដូចគ្នាហើយតែងគោរពដឹងគុណចំពោះឪពុកម្ដាយខ្លួនអនុចិត្តបុត្រគឺជាកូនដែលល្អផងដែរប៉ុន្តែអវចិត្តបុត្រគឺជាកូនដែលមិនប្រកបតាមគន្លងធម៌ដែលកើតមកក្នុងត្រកូលណាហើយតែនាំសេចក្តីទុក្ខដល់ឪពុកម្ដាយគឺជាកូនដែលគ្មានអ្វីចម្រើនដល់គ្រួសារធ្វើឲ្យវង្សត្រកូលមានតែភាពអាប់អោនសូមអរគុណចាអរគុណមនីសម្រាប់ការបកស្រាយសំណួរនេះបានយ៉ាងខ្វះក្បាយចាការឆ្លើយសំណួររបស់បងប្អូនមិញប្រៀបដូចជាសារដាស់តឿនដល់សិស្សានុសិស្សរបស់ពួកយើងឲ្យខិតខំប្រឹងប្រែងលើកសូត្រធ្វើជាកូនល្អក្នុងគ្រួសារនិងជាផ្លូវការក្នុងសង្គមទៀតផងដែរចាំមុននឹងបញ្ចប់ការសន្ទនានេះតើបងប្អូនមានជាសារអ្វីបន្ថែមចង់ផ្ញើទៅកាន់សិស្សានុសិស្សក៏ដូចជាបងប្អូនបងដែលកំពុងនៅក្នុងវ័យសិក្សាដូចបងនិងបងអញ្ចឹងចាសូមអរគុណបងសម្រាប់ខ្ញុំមានតែសូមឲ្យកូនគ្រប់រូបត្រូវខិតខំរៀនសូត្រព្រោះរូបខ្ញុំក៏ដូចជាសិស្សានុសិស្សទាំងអស់នៅក្នុងវ័យរៀននេះនៅមិនទាន់បានជួយអ្វីច្រើនដល់គ្រួសារនៅឡើយទេអញ្ចឹងមានតែខំរៀនសូត្រទៅធ្វើឲ្យឪពុកម្ដាយពិបាកចិត្តដោយសារតែភាពភ្លើតភ្លើនតាមការអស់ទាញផ្សេងដែលធ្វើឲ្យយើងខាតពេលវេលាគ្រួសារមានតែភាពឈឺចាប់សូមអរគុណចាចម្លើយរបស់បងពិតជាមានអត្ថន័យទូលំទូលាយមែនតើដែលឆ្លុះបញ្ចាំងអំពីការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរហាក់បីដូចជា slogan របស់សាលាអន្តរជាតិ Camp Talk ដែលបានបង្ហាត់បង្រៀនសិស្សានុសិស្សដោយគុណភាពដែលនឹងដឹកនាំសិស្សានុសិស្សទៅរកការរស់នៅជាមួយនឹងគុណធម៌ដែលនឹងដឹកនាំពួកគេទៅរកឧត្តមភាពចាអរគុណអូនសម្រាប់ការចូលរួមក្នុងកម្មវិធីរបស់ពួកយើងថ្ងៃនេះ
ចាអរគុណបងតាមមុននឹងគោរពជម្រាបលានាងខ្ញុំក៏សូមខន្តីអភ័យទោសចំពោះកំហុសឆ្គងណាមួយដែលកើតឡើងដោយអចេតនាផងដែរចាអញ្ចឹងជាចុងបញ្ចប់នាងខ្ញុំសូមគោរពជម្រាបលាហើយក៏សូមជូនពរអ្នកទាំងអស់គ្នាឲ្យជួបតែសុភមង្គលទៅណាមកណាមានតែសេចក្តីសុខចាសូមអរគុណគុំទៅជួបគ្នានៅអេពីសូតក្រោយ